ដំឡើង forest domain អញ្ចឹងក្នុងការដំឡើង forest domain ឬ child domain ឬក៏ back domain សិស្សតែយើងកំណត់ IP របស់ DNS របស់ primary នៅត្រង់ prevent DNS ដូចគ្នាបាទអញ្ចឹងនេះគឺជា IP របស់ម៉ាស៊ីនដែលដើរតួជា foreign នេះគឺជា IP របស់ primary domain បាទតើមកចុចលើ start យក run ហើយវា DC ប្រមូលដូចគ្នាអូខេ next ចំណុចទៀតអញ្ចឹងយកជា forest domain ទៅលើវិញ next អញ្ចឹងកន្លែងនេះដាក់ឈ្មោះដូចគ្នាដែរ administrator domain ដូចគ្នាចឹងកន្លែងនេះគឺវាឲ្យយើងដាក់ domain ថ្មីអញ្ចឹង domain យើង domain របស់ primary គឺឲ្យ UPP អញ្ចឹងយើងដាក់ domain របស់ forest របស់យើងតែម្ដងមក forest របស់យើងខ្ញុំឧទាហរណ៍ថា Norton ចុះអញ្ចឹងកុំច្រឡំអញ្ចឹង domain កន្លែងនេះគឺជា domain របស់ forest domain controller ដែលមានឈ្មោះថា norton.edu.kh ប៉ុន្តែ domain របស់ primary វិញគឺ domain rupp.edu.kh វិញវាប្រច្រាស់គ្នាវិញកន្លែងហ្នឹង domain ពីរផ្សេងគ្នាចឹងកន្លែងនេះគឺឈ្មោះ net username វាយក Norton ចឹងខ្ញុំ next វានៅដូចគ្នា next server សម្រាប់ run script next ចឹងកន្លែងនេះវាទៅការបង្កើតDNS ដោយខ្លួនឯងបាទបើសិនយកនេះយើងមិនចាំបាច់ឲ្យម៉ាស៊ីនបង្កើត DNS ខ្លួនឯងទេបានថាយើងចាប់បានរឿង configure DNS ខ្លួនឯងចឹងអានេះគឺបានថា computer អ្នកកំណត់ឲ្យចឹងយកក្រោមមកមិនចាំបាច់ឲ្យcomputer configure DNS ជាមួយនឹង activity ទេ next ទៀតចឹងឡើយមិនដាក់ password ទេ next ទៀតចឹងឡើយ next ទៀតវាចាប់ដើមភ្ជាប់ពី forest domain ទៅកាន់ primary domain សូមរងចាំរហូតដល់ពេលចេញពាក្យ restart now ចុចលើ restart តែម្ដង